ចាជំរាបសួរលោកអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីចាសម្រាប់ពេលវេលាល្ងាចនេះចាលើកឡើងអំពីចាភក្តីភាពកូនប្រសាស្រីចំពោះម្ដាយក្មេកចាជាក់ស្ដែងនៅក្នុងរឿងនេះដែរគឺខ្ញុំលើកអំពីចានាងរស់និងណាអូមីចានៅក្នុងព្រះគម្ពីរនាងរស់ចាមាន3ជំពូកអញ្ចឹងលោកអ្នកអាចអានបានចាខ្ញុំសង្ខេបជូនអំពីជីវិតចាប្រវត្តិខ្លីៗរបស់ជីវិតរស់តាមមកពីណាចាណាអូមីជាជនជាតិអ៊ីស្រាអែលចាឬក៏គេហៅថាជនជាតិយូដាតែនៅក្នុងប្រវត្តិសាស្ត្រនៃព្រះគម្ពីរនាងរស់នឹងដែរកន្លែងខ្លះគេកាត់ស្រាយថាព្រះគម្ពីររស់គឺជាព្រះគម្ពីរដែលគេហៅថាព្រះគម្ពីរមាសដែលមានតម្លៃគ្រប់គ្រាន់បរិសុទ្ធចាពេញលេញចាដែលមានអត្ថន័យជ្រាលជ្រៅតែម្ដងហើយមានន័យគ្រប់គ្រាន់សម្រាប់បុគ្គលនីមួយនៅក្នុងសាច់រឿងណាជាយូរលង់ណាស់មកហើយចាសម័យមួយនៅក្នុងប្រទេសអ៊ីស្រាអែលបានគេថាគ្រោះរាំងស្ងួតណាហើយគ្រោះរាំងស្ងួតហ្នឹងយូរឆ្នាំលោកអ្នកមិនមែនមួយឆ្នាំពីរឆ្នាំតែព្រោះតែគ្រោះរាំងស្ងួតនេះឯងដែលធ្វើឲ្យគ្រួសារណាអូមីមានទាំងស្វាមីមានកូនទាំងពីរចា4នាក់ចានៃគ្រួសារប្រហែលជាមានបាវបំរើទៅដែរចាធ្វើដំណើរទៅរកទីកន្លែងដែលមានសុវត្ថិភាពដែលមិនមានគ្រោះរាំងស្ងួតណាកន្លែងដែលមានសុវត្ថិភាពនៅក្នុងក្រុមគ្រួសារហ្នឹងគឺទឹកដីម៉ូអាប់ចាព្រះគម្ពីរបាននិយាយថាណាអូមីហ្នឹងនៅយូរឆ្នាំដែរហើយកូនប្រុសចាកូនប្រុសហ្នឹងក៏មានប្រពន្ធរៀងខ្លួនចា10ឆ្នាំកន្លងផុតទៅដែលនៅលើទឹកដីនៃប្រទេសដតីឬក៏សាសដតីហ្នឹងចានៅក្នុងសាសម៉ូអាប់ហ្នឹងសម្រាប់ណាអូមីគាត់មានដែលគាត់មានវ័យចំណាស់ប្តីគាត់ក៏ស្លាប់កូនប្រុសគាត់ទាំងពីរក៏ត្រូវស្លាប់ចាលោកអ្នកបើសិនជាយើងមើលកន្លែងហ្នឹងដូចជាឯកោចាប៉ុន្តែកូនទី1កូនទី2នឹងបានយកប្រពន្ធដល់ពេលវេលាមួយដែលណាអូមីដឹងថានៅក្នុងទឹកដីអ៊ីស្រាអែលក៏ដូចជាទឹកដីយូដាហ្នឹងគ្រោះរាំងស្ងួតត្រូវបានកន្លងផុតទៅហើយត្រីណាអូមីចាស់គាត់ចាប់ផ្ដើមសម្រាប់ចិត្តចាក់ចេញចាក់ចេញពីទឹកដីម៉ូអាប់ហ្នឹងឆ្ពោះទៅទឹកដីកំណើតវិញចាមុននឹងចាក់ចេញទៅទឹកដីកំណើតរបស់គាត់បានប្រាប់ទៅកូនប្រសាស្រីទាំងពីរថានេះចាអញដែលជាម្ដាយហ្នឹងអត់មានចាអត់អាចទៅយកប្តីបង្កើតជាកូនឬក៏គេហៅថាឲ្យកូនប្រុសទៅឯងទៀតទេឯងអាចទៅរកស្វាមីបានចាទៅរកប្តីថ្មីទៀតដើម្បីបង្កើតជាកូនជាចៅទៅចាដីឡែកនៅក្នុងចំណោមកូនប្រសាចាកូនប្រសាទាំងពីរនាក់ហ្នឹងមានម្នាក់ឈ្មោះរស់ចាឬក៏ Rose ចាភាសាអង់គ្លេស Rose ចាហៅទៅរស់ចាអញ្ចឹងចំណែកឯនាងរស់វិញនាងបាននិយាយថាអត់ទេចាគឺអ្នកម្ដាយទៅទីណាខ្ញុំនៅទីនោះអ្នកម្ដាយទៅប្រទេសណាគាត់ទៅប្រទេសនោះអ្នកម្ដាយស្នាក់នៅកន្លែងណាខ្ញុំស្នាក់នៅកន្លែងនោះអ្នកម្ដាយស្លាប់នៅកន្លែងណាខ្ញុំស្លាប់នៅកន្លែងនោះចាព្រះរបស់អ្នកម្ដាយដូចជាព្រះរបស់ខ្ញុំសាសរបស់អ្នកម្ដាយដូចជាសាសរបស់ខ្ញុំប្រទេសជាតិរបស់អ្នកម្ដាយដូចជាប្រទេសជាតិរបស់ខ្ញុំចាក្រោយពីណាអូមីស្ដាប់ឮសម្ដីរបស់រស់ដែលនិយាយដោយពាក្យផ្អែមល្ហែមដូច្នេះឃើញថាចាអ្នកទាំងពីរក៏បានរៀបចំចាវិលត្រឡប់មកស្រុកកំណើតវិញដែលជាទឹកដីសាសយូដាគាត់ចាប់ដើមជួបបរិសស្រស់សង្ហាម្នាក់ចំណុចសំខាន់ដែលខ្ញុំចង់ជំរាបជូននិងលើកឡើងចែករំលែកទៅកាន់លោកអ្នកភក្តីភាពរបស់កូនប្រសាស្រីចំពោះម្ដាយក្មេកដែលគាត់និយាយថាសាសរបស់អ្នកម្ដាយក៏ដូចជាសាសខ្ញុំចាព្រះរបស់អ្នកម្ដាយក៏ដូចជាព្រះខ្ញុំអ្នកម្ដាយស្នាក់នៅកន្លែងណាខ្ញុំស្នាក់នៅកន្លែងនោះអ្នកម្ដាយស្លាប់នៅកន្លែងណាខ្ញុំសុខចិត្តស្លាប់នៅកន្លែងនោះដែរចានេះជាភក្តីមួយដែលគ្រប់គ្នាចាដែលគ្រីស្ទបរិស័ទមួយចំនួនបានយកមករៀនណាប៉ុន្តែជាពិតប្រកបលោកអ្នកអត់អាចធ្វើបានដូចរស់បានទេចាអត់អាចធ្វើបានទេចាអ្វីដែលសំខាន់ចារស់ស្ដាប់តាមម្ដាយមែនតើគាត់អាចទៅយកស្វាមីចាបង្កើតជាក្រុមគ្រួសារផ្សេងទៀតបានដែលឡែករស់អត់ជ្រើសរើសអញ្ចឹងឯងរស់ជ្រើសរើសចាបំរើម្ដាយក្មេកហើយមែនតើនៅក្នុងព្រះគម្ពីរអត់បានកាត់ស្រាយអំពីជំនឿរបស់រស់នឹងយ៉ាងម៉េចទេក៏ប៉ុន្តែដោយព្រោះតែនាងស្ដាប់តាមម្ដាយក្មេករបស់នាងនឹងហើយបានជាព្រះអង្គបានប្រទានពរបរោះចាបរោះដ៏ស្រស់ស្អាតម្នាក់ដែលបង្កើតជាពូជពងវងត្រកូលឲ្យនាងមួយទៀតអ្វីដែលយើងអាចរៀនបានពេលមួយដែលរស់គាត់ទៅជួបនឹងបអោះចាមកពីរើសស្រូវនៅស្រែរបស់បអោះ
រស់ចាស់បានຕົកចំណែកអាហារខ្លះដែលជាអាហាររបស់គេហៅថាគេចែករំលែកឬក៏គេឲ្យសម្រាប់អ្នកដែលរើសគួរស្រូវហ្នឹងណាចាអញ្ចឹងគាត់ព្យាយាមជ្រើសចិញ្ចឹមម្ដាយគាត់ដោយអាហារដែលជាចំណែករបស់គាត់ហ្នឹងឲ្យម្ដាយក្មេករស់ណាដែលគាត់លះបង់ចំពោះម៉ែក្មេកទោះបីព្រះគម្ពីរអត់បានកាត់ស្រាយអំពីរស់ក្បោះក្បាយយ៉ាងណានៅក្នុងក្តីជំនឿក៏ដោយតែគាត់ដឹងថាម្ដាយក្មេករបស់គាត់ជាគំរូដ៏សំខាន់អានេះអ្វីដែលខ្ញុំមើលឃើញណាម្ដាយក្មេកគាត់មានជំនឿទៅលើព្រះជាម្ចាស់ទោះបីស្ថិតនៅក្នុងភាពជាស្ត្រីមេម៉ាយណាប្តីស្លាប់កូនស្លាប់ប៉ុន្តែចំពោះណាអូមីគាត់នៅតែមានសេចក្តីជំនឿចាសេចក្តីជំនឿនេះហើយដែលធ្វើឲ្យរស់ចាអាចទទួលបានជាគំរូដែលជាកូនប្រសាសោះហ្នឹងគាត់ទទួលបានរៀនជាគំរូចាជំនឿនេះមួយចាទី2ទៀតមានព្រះគម្ពីរខ្លះមានសភៅខ្លះបានកាត់ស្រាយថារស់គឺជាស្ត្រីម្នាក់ដែលជាអ្នកថ្វាយឬក៏ជាអ្នកគោរពប្រណិប័តព្រះដតីដែលឡែកនៅពេលដែលគាត់ក៏ប៉ុន្តែសម្រាប់ណាអូមីដែលជាម្ដាយក្មេកយើងមើលឃើញថាគំរូនេះក្តីជំនឿដែលគាត់អត់បោះបង់ព្រះចោលទេនៅតាមផ្លូវជាស្ត្រីស្គាល់ប្រាប់ថាអូណាអូមីមែនឥឡូវណាអូមីមកហើយចាអញ្ចឹងយើងមើលឃើញថាការរាក់ទាក់គ្នាទៅវិញទៅមកមិនខុសពីទំនៀមទម្លាប់ប្រពៃណីយើងទេក៏ប៉ុន្តែនៅក្នុងនោះណាអូមីប្រាប់ថាកុំហៅខ្ញុំជាណាអូមីទៀតព្រោះខ្ញុំទៅហ្នឹងមានប្តីមានកូនឥឡូវខ្ញុំវិលត្រឡប់មកវិញហ្នឹងខ្ញុំបែរទៅជាអត់មានអីសោះណាអញ្ចឹងគាត់ប្រាប់ថាព្រះហស្ថរបស់ព្រះអង្គបានដាក់លើគាត់ជាធ្ងន់ពេកក្រៃឬក៏ជាធ្ងន់ពេកណាអញ្ចឹងគាត់ប្រាប់ថាហៅគាត់មករាវិញហើយណាអូមីធ្លាក់នៅក្នុងជាស្ត្រីមេម៉ាយវាថាមើលទៅភាពឯកោបាក់ទឹកចិត្តចាអស់សង្ឃឹមតែតោប៉ុន្តែជំនឿរបស់ណាអូមីអត់ធ្លាក់ចុះដួងចិត្តរបស់ម្ដាយចាដែលជាម្ដាយក្មេកហ្នឹងក៏គាត់អត់ចោលកូនប្រសាស្រីដែរគាត់តែងតែសួរសុខទុក្ខចាចឹងមិនហើយទៅស្រែហ្នឹងចារើបានអីចាហើយខ្ញុំគិតថាកន្លែងហ្នឹងគឺតំណតំណងល្អរវាងម្ដាយក្មេកនិងកូនប្រសាដែលគាត់ពេលមកកូនប្រសាឲ្យអាហារជាចំណែកហើយគាត់រាយរាប់ប្រាប់រឿងរ៉ាវដែលជួបជាមួយនឹងម្ចាស់ស្រែចាម្ចាស់ស្រែបានឲ្យរើសគួរស្រូវចារស់ចាគឺជាម្នាក់ដែលយកម្ដាយក្មេកជាទីប្រឹក្សាចាបានជាគាត់ដែលខ្ញុំនិយាយថាយកម្ដាយក្មេកជាទីប្រឹក្សានៅពេលមួយដែរចាដែលគាត់ជួបនឹងបោអស់ចាឃើញថាម្ដាយគាត់ឲ្យទៅគេងនៅកញ្ចុងជើងចាដែលតាមច្បាប់របស់សាសយូដាអាចដោះគេហៅថាដោះបំណុលឬក៏ទិញគាត់ចាក់ចេញអំពីប្រពៃណីមួយអញ្ចឹងឲ្យគាត់រៀបចំខ្លួននឹងស្អាតទៅគេងនៅចុងជើងបោអស់អញ្ចឹងសម្រាប់រស់ធ្វើតាមចារស់ដែលគាត់អត់ដឹងថាសាសនឹងមានរឿងអីចាហើយប្រពៃណីគេមិនចាគេរស់នៅមិនចាគេអត់ដឹងថាហើយប្តីស្លាប់ចោលទៀតចាអត់ដឹងថានៅគេនឹងរស់នៅទំនៀមទម្លាប់យ៉ាងម៉េចហើយខ្លួនឯងជាសាសដតីនេះចាសម្ដីមួយដែលបោអស់បាននិយាយទៅកាន់រស់ដែលនាងលះបង់មកតាមម្ដាយក្មេកហ្នឹងពិតជាពុនពេកណាចាក់ចេញពីប្រទេសហើយចាក់ចេញពីប្រពៃណីចាក់ចេញអំពីជំនឿសាសនាទាំងប្តីអត់នៅជាមួយចាំមកនៅជាមួយខ្មែរក្មេកអត់ដឹងថាមកដល់ទឹកដីរបស់គេនឹងគេធ្វើបាបឬក៏គេស្ដីបន្ទោសឬក៏គេដាក់ទោសយ៉ាងណាគឺអត់ដឹងចាបើមិនមែនទេទៅស្ម័គ្រចិត្តមកទាំងស្រុងចាបកគោលជីវិតមកទាំងស្រុងជាមួយនឹងម្ដាយក្មេកនៅក្នុងនាមជាអ្នកដែលជាអ្នកជឿមួយរូបចាតាមរយៈម្ដាយក្មេកកាលណាចូលមកក្នុងជាភរិយាជនជាតិយូដាហើយដូចជាអត់អាចទៅមានស្វាមីណាផ្សេងទៀតត្រូវទៅដើរតាមច្បាប់ប្រពៃណីសាសយូដាតែម្ដងចាទោះបីប្តីស្លាប់ទៅក៏ដោយគាត់អត់មានសិទ្ធិទៅណាដូចបិទសិទ្ធចាប៉ុន្តែសរសើររស់ដែលមានជំនឿចាដែលຕົកចិត្តទៅលើម្ដាយផងចាຕົកចិត្តទៅលើព្រះចាដែលតាមសភៅខ្លះបាននិយាយថារស់បានដឹងអំពីអំណាចបជាស្ដារបស់ព្រះអង្គដែលព្រះអង្គធ្វើការអស្ចារ្យសម្រាប់រឿងនេះបង្ហាញអំពីឯក្មេកដូចដឹងអំពីចាដៃក្មេកដឹងអំពីបំណងចាយល់ចិត្តកូនប្រសាចាឲ្យគិតគូរអនាគតកូនប្រសា
ដោយខ្លាចអត់មានឱកាសមានស្វាមីថែមទៀតឬក៏បង្កើតជាពុយពងវងតកោទៀតអញ្ចឹងបានជាគាត់មានកំណត់ថានឹងមានតែបរិះហ្នឹងដែលអាចទិញទៅជាសាច់ចិត្តអញ្ចឹងអាចទៅពីច្បាប់អាចបង្កើតពុយពងវងតកោរបស់រស់បន្តទៀតអញ្ចឹងណាចំណុចសំខាន់ដែលខ្ញុំចង់សង្កត់ធ្ងន់ថ្ងៃនេះគឺម្ដាយក្មេកនិងកូនប្រសាដែលចេះសំណេះសំណាលគ្នាចេះពិភាក្សាគ្នាគួរធ្វើយ៉ាងម៉េចដើម្បីអនាគតចាធ្វើមិនកុំឲ្យនៅដដែលចឹងទៀតចឹងមើលអំពីសង្គមយូដាចាបើសិនជាបុនភាសាស្រីនិងម្ដាយក្មេកដែលមានតំណែងតំណងគ្នាល្អបែបនេះខ្ញុំជឿជាក់ថាมันមានឈ្មោះថាម្ដាយក្មេកចិត្តក្រក់អីមែនទេចាមែនតើទៅมันមានទេរឿងនេះចាសក្តីពិតអត់អាចមានទៀតទេចាបើមានផាច់មានតែមួយលើប្រវត្តិសាស្ត្រហើយមើលទៅម្ដាយក្មេកមួយនេះដែលបច្ចុប្បន្នមិនថារឿងចិនមិនថារឿងចាមិនថារឿងកូរ៉េចាជាក់ស្ដែងចាជាពិសេសរឿងចិនលោកអ្នកឃើញអាកូនភាសាស្រីឯម្ដាយក្មេកមួយមិនដែលត្រូវគ្នាទេចានោះគឺជាអីដែលគេអត់មានព្រះចាហើយបើសិនជាយើងមានព្រះចាខ្ញុំជឿជាក់ថាព្រះអង្គទ្រង់នឹងផ្លាស់ប្ដូរចាទ្រង់ផ្លាស់ប្ដូរប្រវត្តិសាស្ត្រទ្រង់នឹងផ្លាស់ប្ដូរជំនឿចាទ្រង់ផ្លាស់ប្ដូរតែកូនភាសាស្រីមាននិងជីវិតថ្មីរបស់កូនភាសាស្រីដែលដើរជាមួយម្ដាយហើយបើសិនជាម្ដាយហ្នឹងដែលគោរពប្រណិប័តព្រះអង្គល្អក៏ជាគំរូដល់កូនភាសាដែរចាដែលជាទីគោរពរបស់កូនភាសាហើយខ្ញុំជឿជាក់ថានៅក្នុងសាច់រឿងនេះដែរប្រវត្តិសាស្ត្រនេះដែរក៏ដូចជាគ្រីបោស័តមួយចំនួនណាចាអាចមើលហើយយើងអាចរៀនទទួលរៀនយករៀនយកមកផ្លាស់ប្ដូរបើគ្មានការលះបង់របស់រស់ខ្ញុំគិតថាម្ដាយក្មេកគោអត់អាចលះបង់អត់អាចគិតគូរចំពោះកូនប្រសាដែរចានេះខ្ញុំមើលឃើញអញ្ចឹងណាចាប៉ុន្តែបើសិនជាមិនមានការលះបង់ក៏ដូចជាស្ដីជំនឿរបស់ណាអូមីទេរស់ក៏មិនលះបង់សម្រាប់ចាក៏មិនលះបង់សម្រាប់ម្ដាយក្មេកដែរចានេះគេហៅថាមានទៅមានមកណាដែលអត់បើសិនជាអត់មានបុគ្គលណាមួយបង្ហាញជាគំរូទេក៏មិនមានបុគ្គលម្នាក់ទៀតចារៀនតាមធ្វើតាមនឹងចង់ដើរតាមដែរខ្ញុំជឿអញ្ចឹងចាជាងនេះយើងមើលឃើញអំពីព្រះយេស៊ូវចាព្រះអង្គជាម្នាក់ដែលសំខាន់ចាដែលលះបង់សម្រាប់យើងអញ្ចឹងក្នុងនាមអ្នកជឿទាំងអស់គ្នាដែលមើលឃើញនិងរស់នៅក្នុងស្ដីជំនឿយើងឃើញថាព្រះអង្គចាតែងតែបំផ្លាស់តែងតែផ្លាស់ប្ដូរនៅគេថាអាភាពចាស់របស់យើងហ្នឹងណាចាអញ្ចឹងឲ្យយើងមានជីវិតថ្មីនៅក្នុងជំនឿរបស់ផងព្រះអង្គចាចែករំលែកអំពីភក្ដីភាពរបស់កូនភាសាស្រីចំពោះម៉ែក្មេកប៉ុណ្ណឹងចាអរគុណជួបគ្នាពេលក្រោយបាយ